Go live មាន 12 Dạ. live ឯង ចាញ់ Hello OK បង OK សួស្ដីអូន PR ស្រីមុំ live ចា ចា ថ្ងៃនេះជួបស្រីស្អាតទៀតហើយចាដំបូងខ្ញុំហ្នឹងហើយ Go live ចូលគ្នាជុំ page business partner ឥឡូវចាប់ផ្ដើមដំបូងខ្ញុំសូមណែនាំខ្លួនឯងជាមុនសិនចាជំរាបសួរបងប្អូនខ្ញុំឈ្មោះសេដ្ឋននខ្ញុំរស់នៅរដ្ឋ Texas សហរដ្ឋអាមេរិកនេះពេល18ឆ្នាំហើយខ្ញុំមានការងារធ្វើពេញម៉ោងនៅហាងកញ្ចក់ហើយក៏ជាម្ដាយម្នាក់ផងដែរហើយខ្ញុំចាប់ផ្ដើមមុខរបរ digital business នេះបានរយៈពេល1ឆ្នាំ3ខែដែរហើយចាហើយបន្ទាប់មកសូមឲ្យបងប្អូន introduce ខ្លួនឯងម្ដងម្នាក់មកចាប់ផ្ដើមពីស៊ីសៀវហេង អូខេខ្ញុំបន្តចង់អូខេជំរាបសួរបងប្អូនទាំងអស់គ្នាចាជំរាបសួរបងប្អូនដែលនៅក្នុង page បងសុធីហើយនឹងបងស្រីមុំផងចាខ្ញុំឈ្មោះសៀវហេងរស់នៅរដ្ឋ Ohio សហរដ្ឋអាមេរិកខ្ញុំមានគ្រួសារនិងមានកូនស្រីម្នាក់រាល់ថ្ងៃនេះខ្ញុំជាម្ដាយដែលធ្វើការនៅផ្ទះហើយក៏ជាម្ចាស់អាជីវកម្ម digital មួយរូបផងដែរចាអូខេឥឡូវសូមបងស្រីមុំម្ដងចាជំរាបសួរបងប្អូនដែលចូលមកមើលការ live របស់ពួកយើងខ្ញុំហើយនឹងមើល replay តាមក្រោយអីចានាងខ្ញុំឈ្មោះស្រីមុំហើយសប្តាហ៍នេះរស់នៅរដ្ឋ Massachusetts សហរដ្ឋអាមេរិកនាងខ្ញុំបើកហាងកញ្ចក់ចាហើយបន្ទាប់ពីហាងកញ្ចក់នាងខ្ញុំក៏ជាម្ចាស់digital business online មួយរូបចាសូមអរគុណច្រើនសូមជូននាទីនេះទៅបងវិញចាអូមកពីពួកខ្ញុំនៅសហរដ្ឋអាមេរិកមែនតែសិតតែនៅឆ្ងាយពីគ្នាស៊ីសៀវហេងខ្ញុំធ្លាប់ជួបញឹកញាប់តាមរយៈក្រុមជុំគ្នាក្រុម live business owner ហើយនឹងយើងធ្លាប់ go live ជាមួយគ្នានឹងញឹកញាប់ប៉ុន្តែស៊ីស្រីមុំថ្ងៃនេះដូចជាជួបគ្នាជាលើកទី2ដែរចាលើកទី1ជាមួយនឹងខ្ញុំហើយលើកទី2មកសមវិញជាមួយនឹងស៊ីសុកលីណាដែរចាចឹងហើយពួកខ្ញុំសុទ្ធតែមានការងារធ្វើឬមួយក៏នៅផ្ទះមើលថែកូនក៏ប៉ុន្តែពួកយើងក៏អាចចាប់ផ្ដើមមុខរបរនេះបានដែរខ្ញុំចាប់ផ្ដើមមុខរបរ online នេះទាំងដែលខ្ញុំមានការងាររបស់ខ្ញុំពេញម៉ោងនៅឡើយហើយទាំងអស់គ្នាជាពិសេសបងប្អូននៅសហរដ្ឋអាមេរិកដឹងស្រាប់ហើយយើងមានការងារធ្វើអ្នកស្រុកខ្មែរទៅធ្វើការនៅហាងកញ្ចក់គឺធ្វើនៅក្នុងផ្ទះតែម្ដងធ្វើការហ្នឹងហើយក៏នៅផ្ទះហ្នឹងជាមួយគ្នាយើងអាចធ្វើកិច្ចការផ្ទះបានហើយយើងក៏អាចចាំទទួលភ្ញៀវប៉ុន្តែសម្រាប់ពួកខ្ញុំនៅខាងសហរដ្ឋអាមេរិកនេះឬក៏មួយក៏នៅប្រទេសផ្សេងគឺច្បាប់ទម្លាប់គាត់បែងចែកដាច់ពីគ្នារវាងមុខរបរហើយនឹងកន្លែងយើងស្នាក់នៅអញ្ចឹងហើយអ្នកទៅធ្វើការគឺទៅធ្វើការច្រើនម៉ោងត្រឡប់មកវិញទៅបើកឡានត្រឡប់មកផ្ទះវិញចាហើយនេះអូនស្រីមុំមកពីខាងរដ្ឋ Massachusetts ហើយឆ្ងាយពីគ្នាមែនតើចាហើយពួកយើងចាប់ផ្ដើម business នេះយើងក៏អាចជួបគ្នាបានតាមរយៈការទំនាក់ទំនងតាមអ៊ីនធឺណិតបងប្អូនចាហើយខ្ញុំមានសំណួរមួយចង់សួរអូនស្រីមុំដែរថាដោយសារតែគាត់ជាម្ចាស់ហាងកញ្ចក់ហើយជាហេតុអីក៏មកចាប់ផ្ដើមមុខរបរ online នេះចាអរគុណបងខ្ញុំសូមឆ្លើយនឹងសំណួរនេះចាហេតុផលដែលខ្ញុំចាប់យក business online មួយទៀតព្រោះគិតថាសប្តាហ៍នេះខ្ញុំអត់អីទេខ្ញុំធ្វើកញ្ចក់បានប៉ុន្តែចង់តទៅថ្ងៃអនាគតទៅខ្ញុំចង់មានពេលវេលាច្រើនហើយចង់មានពេលនៅជុំកូនជុំចៅច្រើនហើយថែរក្សាសុខភាពចាហើយអញ្ចឹងហើយបានជានាងខ្ញុំចាប់យកអាជីវកម្មអនឡាញនេះព្រោះថាអាជីវកម្មមួយនេះវាអត់មានទាមទារឲ្យនាងខ្ញុំចំណាយពេលច្រើនទេចាក្នុងមួយថ្ងៃចំណាយតែ1ម៉ោងឬ2ម៉ោងស្ដីពីការងារប្រចាំថ្ងៃរបស់នាងខ្ញុំអាចធ្វើបានចាអញ្ចឹងហើយបានជាខ្ញុំគិតថាវាល្អសម្រាប់នាងខ្ញុំតទៅថ្ងៃអនាគតចាអរគុណច្រើនស៊ីស៊ីហេងមានអីចង់បន្ថែមតិចមកចំពោះបងស្រីមុំវិញគាត់មានហាងខ្លួនឯងគាត់មានចំណូលហើយប៉ុន្តែដោយសារអីគាត់ចាប់ដើមយក business នេះដោយសារគាត់ចង់មានពេលវេលាសម្រាប់ខ្លួនគាត់ហើយសម្រាប់មើលថែកូនថែចៅគាត់នៅទៅថ្ងៃមុខទៀតតែចំពោះខ្ញុំវិញគឺខ្ញុំនៅផ្ទះខ្ញុំ
ខ្ញុំមានពេលវេលាសម្រាប់មើលថែកូនខ្ញុំប៉ុន្តែខ្ញុំត្រូវការចំណូលអញ្ចឹងមូលហេតុដែលខ្ញុំចាប់ដើមយក business នេះគឺខ្ញុំចង់ធ្វើទីមួយគឺខ្ញុំចង់ធ្វើការពីផ្ទះផងដើម្បីមានពេលនៅមើលថែកូនដែរព្រោះកូនខ្ញុំក៏នៅទូចដែរអញ្ចឹងខ្ញុំត្រូវការជូនកូនទៅសាលារៀនទៅអីដែរអញ្ចឹងហើយមួយទៀតគឺខ្ញុំចង់រកចំណូលបន្ថែមពីអាជីវកម្មនឹងឯងដើម្បីជួយគ្រួសារដូចបងដឹងហើយថាឥឡូវហ្នឹងស្ថានភាពឥឡូវហ្នឹង everything គឺថ្លៃទាំងអស់អញ្ចឹងហើយយើងអត់អាចថាពឹងទៅលើចំណូលតែមួយខាងអញ្ចឹងណាហើយមួយទៀតខ្ញុំក៏ចង់ plan មានគម្រោងរបស់ខ្ញុំទៅថ្ងៃមុខទៀតដែរខ្ញុំថាអត់ចង់ទៅពឹងទៅលើចំណូលតែមួយខាងពីគ្រួសារអញ្ចឹងទេបើសិនជាគាត់មានបញ្ហាអីមួយអញ្ចឹងទៅចាយើងមាន business នេះ on the side អញ្ចឹងយើងអាចយកមកដោះទាល់សម្រាប់យើងថ្ងៃអនាគតអញ្ចឹងបានចាចុះបងសុធីក៏អ្នកធ្វើកញ្ចក់ដែរចាបងចាខ្ញុំអីបងជឿធ្វើ business ខ្ញុំអ្នកធ្វើកញ្ចក់ហើយខ្ញុំក៏កាលពីមុននិយាយឲ្យអស់ពីប្រវត្តិជីវិតទៅគឺខ្ញុំអត់ចូលចិត្តទៅធ្វើការឲ្យគេទេតាំងដែលនៅស្រុកខ្មែរមានគំនិតមួយថាចង់មានមុខរបរដើម្បីនៅផ្ទះមើលថែទាំកូនហើយនឹងគ្រួសារមែនទេពេលខ្ញុំមកអាមេរិកចង់បានមុខរបរដែលនៅផ្ទះគឺយើងរកអត់បានទេខ្ញុំចាប់ផ្ដើមពីដំបូងដោយខ្ញុំទៅរៀននៅ college យក medical office ដោយសារតែខ្ញុំអត់ចូលចិត្តធ្វើការមួយអ្នកជំងឺទេខ្ញុំចង់ deal តែជាមួយនឹង system computer ជាមួយនឹងกระดาษស្នាមទេចាខ្ញុំចូលចិត្តដែរពេលខ្ញុំចាប់ផ្ដើមធ្វើដំបូងណាខ្ញុំក៏ចូលចិត្តដែរប៉ុន្តែនៅពេលដែលចាប់ផ្ដើមជីវិតថ្មីនៅលើទឹកដីអាមេរិកនេះខ្ញុំប្រាប់ខ្លួនឯងថាបើខ្ញុំចង់ជួយខ្លួនឯងឈរជើងឲ្យនឹងហើយនឹងជួយគ្រួសារគឺធ្វើ business ធ្វើអាជីវកម្មយើងអាចទៅធ្វើការឲ្យគេហើយខ្ញុំប្រាប់ខ្លួនឯងជារឿយៗថាធ្វើការឲ្យគេប្រាក់ចំណូលមានកំណត់ថៅកែរាប់លុយរួចហើយឬមួយក៏ម្ចាស់ក្រុមហ៊ុនគាត់រាប់លុយរួចហើយទៅគាត់ឲ្យមកយើងប៉ុន្តែនៅពេលដែលយើងធ្វើអាជីវកម្មខ្លួនឯងលុយគឺចូលមកដោយអត់មានកំណត់ទេយើងរាប់ដោយខ្លួនឯងអញ្ចឹងហើយបានជាខ្ញុំចង់មាន business វាខុសតែចាប់ផ្ដើមដំបូងពេលខ្ញុំមករស់នៅ Texas នេះខ្ញុំក៏ធ្វើ business ដែរធ្វើ donut ប៉ុន្តែវាហត់ខ្លាំងចាហើយបន្ទាប់មកគ្រួសារខ្ញុំគាត់ឲ្យឈប់នៅផ្ទះមួយរយៈដោយសារតែមានកូនបន្ទាប់ពីឆ្នាំ2019ខ្ញុំខូចកូនស្រីម្នាក់ទៅខ្ញុំក៏ចាប់ផ្ដើមត្រឡប់ទៅធ្វើការវិញប៉ុន្តែខ្ញុំឈប់ចង់ធ្វើដូណាតហើយដោយសារតែមានកូនហើយធ្វើដូណាតប៉ះពាល់ម៉ោងអញ្ចឹងហើយខ្ញុំចាប់ផ្ដើមពីការធ្វើកញ្ចក់ហើយយើងសរុបរួមមកវិញដោយសារតែខ្ញុំចង់មានពេលវេលាច្រើនសម្រាប់ខ្លួនឯងសម្រាប់កូននៅពេលបច្ចុប្បន្នរួចហើយរយៈពេលខ្លីខាងមុខគឺខ្ញុំអត់ចង់ធ្វើកញ្ចក់រហូតដល់អត្រែតអាយុ67ឆ្នាំទេអញ្ចឹងហើយខ្ញុំចង់ធ្វើត្រឹមអាយុ50ជាងខ្ញុំត្រូវរកមុខរបរបន្ថែមហើយមុខរបរបន្ថែមដែលងាយស្រួលនោះគឺខ្ញុំសម្លឹងឃើញតែមុខរបរអនឡាញមួយនេះទេ digital business មួយនេះដោយសារតែពួកយើងអត់មានការលក់អត់មានការ stock ទឹករបស់របរមិនបាច់ដឹកជញ្ជូនអញ្ចឹងយើងអត់មានការទទួលខុសត្រូវច្រើនដោយថាយើងអត់សូវមានភាពទទួលខុសត្រូវច្រើនយើងធ្វើការអត់សូវមានបញ្ហាទេនៅពេលដែលយើងទទួលខុសត្រូវច្រើនយើងមានបញ្ហាមែនទេអ្នកម្ចាស់ហាងចោលចាបើយើងដឹកជញ្ជូនយើង stock ទុករបស់របរយើងត្រូវព្រួយបារម្ភថាវា expire អត់វាបែកបាក់អត់ពេលដឹកជញ្ជូនប៉ុន្តែយើងអត់មានយើងងាយស្រួលយើងអត់ចាំបាច់ទៅទំនាក់ទំនងជាមួយនឹងអ្នកទិញអ្នកអីចឹងណាយើងអត់បាច់លុយចឹងងាយស្រួលអញ្ចឹងហើយបានជាខ្ញុំចាប់មុខរបរនេះភ្លាមនិយាយខ្ញុំអត់មានគិតយូរទេខ្ញុំចាប់ផ្ដើមតាក់ទងជាមួយនឹង mentor របស់ខ្ញុំហើយខ្ញុំចាប់ផ្ដើមបន្ទាប់ពី coaching call ហើយ coach ប្រាប់ថាបើសិនជាខ្ញុំចាប់ផ្ដើមភ្លាមគឺយើងបានធ្វើភ្លាមនៅពេលដែលខ្ញុំ vacation ណាពីឆ្នាំតមិញខ្ញុំមាន vacation ច្រើនចាហើយខ្ញុំក៏ចាប់ផ្ដើមភ្លាមហ្នឹងហើយអូខេស៊ីស៊ីហេងមានអាចអីបន្ថែមពីអត្ថប្រយោជន៍របស់business នេះបានអត់បន្ទាប់ពីធ្វើ business នេះបានធ្វើអីឲ្យមានឃើញថាគុណប្រយោជន៍អីខ្លះដែរច្រើនណាស់បងរៀបរាប់អត់ចង់អត់ទេបើ business នេះបើ start មកខ្ញុំនិយាយទៅគឺអត់ចេះអីទេហើយមនុស្សអៀនបំផុតប៉ុន្តែ business ហ្នឹងគឺបង្រៀនយើងច្រើនមែនតើបង
vậy tới cứ dương ai bập giỏi bên cứ dương ai thưa ca nơi cục ti cái lại bàn nơi té các bạn cái lại na các bạn này đôi khi năm tới cứ nhom tới vacation đã bọn tới giờ không ai là bay khai à chà chà còn nơi ai thưa ban là vậy tới business nó cứ global chẳng hai dương ai thưa nơi ti cái lại na các bạn đây sầm khán cứ dương ai thì dương miền bập phone internet ta ti muối thờ miền bập phone internet đây một tu sạp bỏ miền internet tới dương miền tu sạp phải dương thưa ở cả đây ចាហ្នឹងសំខាន់ហើយទៅមួយទៀតគឺខ្ញុំរៀនចេះដឹងច្រើនពីអាជីវកម្មហ្នឹងគឺបរិញ្ញាយើងច្រើនណាស់ហើយអាជីវកម្មហ្នឹងគឺដូចបងនិយាយចឹងថាអត់ចូលចិត្តអីគេលក់ហ្នឹងទេខ្ញុំធ្លាប់ហើយការខ្ញុំនៅស្រុកខ្មែរតមកអាមេរិកហ្នឹងគឺខ្ញុំក៏ជាអ្នកលក់ដុំបោះដុំអីវ៉ាន់ណាចឹងទៅយើងរៀបអីវ៉ាន់ឲ្យគេយើងវិចខ្ចប់ដាក់ទៅឲ្យគេហ្នឹងអត់ស្រួលទេបងស្រួលទៅវាអាចបាត់ក៏មានអីវាខ្វះខាតវាមានគេលក់ចឹងអ្នកខ្លះយើងផ្ញើទៅចឹងនេះវិចខ្ចប់ទៅមិនស្រួលទេតទៅពេលខ្ញុំឃើញ business នេះដែលថាអត់ចាំបាច់លក់ផលិតផលហើយមិនចាំអង្គុយ live ទេព្រោះខ្ញុំមនុស្សអៀនខ្មាស់ជាងគេតែដល់ពេលហើយយើងអត់សូវចេះនិយាយបងយើងមិនអាចយកទៅទិញផលិតផលនឹងយកមក live លក់ចឹងបានព្រោះយើងមិនអ្នកបកកាយ live លក់ចឹងអញ្ចឹងយើងធ្វើអត់បានទេតែ business នេះគឺយើងអត់ចាំបាច់ថា live លក់ផលិតផលចឹងគឺល្អបំផុតចំពោះខ្ញុំពេលខ្ញុំឃើញចឹងដូចបងសទ្ធីចឹងថាឃើញភ្លាមចូលភ្លាមឃើញភ្លាមចាឃើញភ្លាមចិត្តបងដោយសារអត់ចាំបាច់ live លក់ផលិតផលនឹងឯងចាដោយសារតែគោលដៅរបស់យើងនោះគោលដៅរបស់ខ្ញុំគឺចាប់ចង់បានអាជីវកម្មពីផ្ទះទៅដោយដើម្បីមានពេលវេលាមើលកូនដើរលេងច្រើនហើយដល់ពេលខ្ញុំឃើញអាជីវកម្មមួយនេះដែលគាត់និយាយថាមុខរបរអនឡាញយកទៅធ្វើបានគ្រប់ទីកន្លែងដែលអត់មានលក់ចាប់អារម្មណ៍មែនតើហើយពេលដែលខ្ញុំចាប់ផ្ដើមចូល training site ខ្ញុំរត់ទៅចូលចិត្តថែមទៀតក៏មើលទៅឃើញថាអូមុខរបរមួយនេះលក្ខណៈថាដូចអ្នកធ្វើការ office អញ្ចឹងណាយើងអត់មានអ្នក live លក់អីទេយើងដឹកជូនទេហើយសម្រាប់បងប្អូនបរោះជនជាតិខ្មែរយើងកុំយល់ច្រឡំថាមុខរបរមួយនេះធ្វើបានតែមនុស្សស្រីទេមិនមែនទេគឺធ្វើបានចាគ្រប់វ័យគ្រប់ជាតិសាសន៍ហើយគ្រប់ platform គ្រប់មកទាំងអស់អាចធ្វើបានទាំងអស់ដោយសារតែបរិសុទ្ធជនជាតិខ្មែរយើងអត់សូវចាប់អារម្មណ៍ជាមួយនឹងមុខរបរអនឡាញប្រហែលប៉ុន្តែពេលយើងចូលនៅគ្រប់ជាង200ជាង220ឯបងឥឡូវ220ជាង20,000នាក់នៅក្នុងគ្រប់private របស់យើងគឺមានជនជាតិបរទេសជាច្រើនដែលគាត់ជាបរិសុទ្ធហើយបរិសុទ្ធដែលមានបរិសុទ្ធមកពីការងារល្អទៀតផងមានតាំង pilot ចា pilot ក៏មកធ្វើចាអីគេ doctor អីមកទាំងអស់គ្រប់ background មួយនេះខ្ញុំឃើញ inspire របស់ខ្ញុំជាងគេជនជាតិបរទេសនោះគឺ Coach Karen ដោយសារតែគាត់ធ្លាប់មានអាជីវកម្មគាត់ធ្លាប់មានមន្ទីរពេទ្យថ្មីហើយគាត់ឈប់ធ្វើមន្ទីរគាត់មាន clinic ទេបងគាត់បើក clinic ខ្លួនគាត់ទៅបងគាត់មាន clinic ហើយដល់ពេលខ្ញុំមើលឃើញពេលខ្ញុំចូលមកទៀតខ្ញុំមើលឃើញបងប្អូនខ្មែរយើងដែលពួកគាត់ចូលមុនពួកគាត់សិតតែរវល់ជាងយើងទៅទៀតតែគាត់អាចធ្វើបានគ្រប់ពេលដែលខ្ញុំរវល់ហើយខ្ញុំយល់ថាខ្លួនឯងធ្វើអត់បានខ្ញុំសម្លឹងមើលទៅពួកគាត់ថាពួកគាត់រវល់ជាងខ្ញុំទៅទៀតមានកូន 2-3 នាក់ដូចលីនអីខូចរបស់យើងខូចខ្ញុំលីនគាត់មានកូនដល់តែ3នាក់គាត់មានហាងពេលខ្លះគាត់រវល់តែគាត់នៅតែអាចធ្វើបានចាហើយទៅយើងនៅសល់សំណួរមួយទៀតសំណួរមួយនេះសួរទៅCecil just do you need any experience required for this business ត្រូវការបទពិសោធន៍ business អីអត់ត្រូវការបទពិសោធន៍ computer បទពិសោធន៍ភាសាអង់គ្លេសអីអត់No បងអរគុណច្រើនដែរបងសំណួរសួរមកខ្ញុំម្ដងចាសំណួរហ្នឹងខ្ញុំចង់ប្រាប់បងប្អូនថាអាជីវកម្ម digital ហ្នឹងបងប្អូនមិនបាច់ចាំថាតើមានបទពិសោធន៍តែធ្វើអាជីវកម្មពីមុនឬមួយក៏តើចេះ computer ឬមួយអង់គ្លេសចេះអង់គ្លេសជ្រៅជ្រះអីទេចាព្រោះខ្ញុំ start ពី zero experience ទៅហើយគឺអត់ចេះអីសោះហ្មងព្រោះថាbusiness នេះយើងមានtraining site រៀនយើងចាមានជាវីដេអូខ្លីៗពីរៀនយើងហើយបើសិនជាយើងអត់សូវចេះភាសាអង់គ្លេសយើងគេមានបកប្រែជា subtitle ខ្មែរចាចឹងបងប្អូនអាចមើលហើយរៀនតាមនឹងបានហើយមួយទៀតយើងមានcoachហើយនឹង mentor ចាំជួយយើងទៅពេលដែលយើងអត់ចេះចឹង
យើងអាចទៅសួរ coach រឿងគឺមួយ mentor យើងបានចាហើយមួយទៀតមិនត្រឹមតែមាន coach mentor វាមានសមាគមចាំជួយយើងទៀតព្រោះយើងធ្វើជាក្រុម business នឹងយើងមិនមែនធ្វើតែម្នាក់ឯងទេចាយើងមានសហគមន៍បរទេសហើយនិងសហគមន៍ខ្មែរយើងទៀតអញ្ចឹងយើងអាចជួយគ្នាទៅវិញទៅមកបានបើយើងមានចង់និយាយយើង share tip គ្នាទៅវិញទៅមកបើយើងអត់ចេះយើងអាចសួរបានអញ្ចឹងចាហើយមួយទៀតយើងមានការ live mastermind 2 ដងក្នុងមួយសប្តាហ៍ទៀតត្រូវបងរៀនរាល់ថ្ងៃគៀហើយនឹងថ្ងៃពុធចាយើងអាចរៀនពីក្នុងហ្នឹងពី mastermind ហ្នឹងហើយមាន Zoom ចាឲ្យបងប្អូនដែលគាត់ចូលមុនយូរឆ្នាំហ្នឹងគាត់ជោគជ័យហើយគាត់បើក Zoom បរៀនចាគាត់ចែកម្លែក tip ដែលល្អដែលគាត់ធ្លាប់ឆ្លងកាត់ហើយហ្នឹងចាគាត់ចែកម្លែកឲ្យយើងបើយើងមានពេលវេលាយើងអាចចូលរួមជាមួយពួកគាត់បានតែបើអត់ទេយើងអាចមើល replay នៅពេលក្រោយបានចាហើយក៏យើងមានក្រុមធំរបស់យើងនៅក្នុងFacebook ហ្នឹងយើង private group យើងអាចចូលទៅមើលពួកគាត់ដែរពួកគាត់ក៏ចែករំលែកបទពិសោធន៍ល្អចែករំលែកចំណេះដឹងដែលយើងអាចរៀនបានកាលពីមុនយើងថាចាំទៅរៀននៅក្នុងថ្នាក់ទៅរៀននៅសភៅហើយដល់ពេលធ្វើ business online មួយនេះគឺយើងអាចរៀនបានគ្រប់ពេលវេលាហើយនឹងគ្រប់ទីកន្លែងពេលខ្លះយើងគ្រាន់តែដាក់កាសតិចហើយស្ដាប់ខ្ញុំចូលចិត្តមែនតើមុខរបរមួយនេះហើយមិនដឹងថាបងប្អូនគិតយ៉ាងណាទេបើសិនជាចង់ដឹងហើយចង់មើលឲ្យឃើញច្រើនជាងដែលពួកខ្ញុំនិយាយអាចចូលទៅមើលក្នុង website របស់ពួកខ្ញុំចាចាប់ផ្ដើមរៀនសូត្រដោយសារតែមុខរបរមួយនេះវាបើកឲ្យយើងរៀនច្រើនខ្ញុំប្រាប់ខ្លួនឯងថាកាលពីមុនយើងចង់ធ្វើ business យើងចង់ក្លាយទៅជាអ្នកធ្វើអាជីវកម្មសុទ្ធតែទៅរៀនត្រូវបងចាទៅរៀនហើយទៅរៀនcomputer marketing right ប៉ុន្តែ business មួយនេះគេមាន platform ឲ្យយើងអស់ហើយយើងអត់ចាំបាច់ទៅរៀនទេយើងគ្រាន់តែចូលមកហើយមើលតាមអ្វីដែលគាត់រៀបចំឲ្យហើយយើងក៏ធ្វើតាមទៅហើយអូនចំហហេតុអីក៏ចាប់ផ្ដើមមុខរបរនេះដែរដោយសារតែគាត់ធ្វើកញ្ចក់បានលុយច្រើនអ្នកតកែចាហើយមានកូនម៉ាអ្នកដែរអូនធ្វើរវល់ធ្វើកញ្ចក់ផងធ្វើឥឡូវ share tip ទិញមក share tip ថាធ្វើការបែបណាធ្វើការហាងកញ្ចក់មិនត្រឹមតែធ្វើក្នុងហាងយើងត្រូវមានកដាស់ស្នាមត្រូវធ្វើផងដែរចាហើយនៅមានកូនទៀតហើយក៏មកធ្វើ business ផងដោយសារតែហេតុអីដោយសារតែខ្ញុំមានអ្នកខ្លះគាត់ធ្វើការតែមួយមុខហើយគាត់និយាយថាគាត់រវល់គាត់អាចធ្វើបានទេគាត់មានពេលទេឥឡូវអូនស្រីមក share tip ទិញមកតកែកូនហើយធ្វើហើយមានដល់ចៅទៀតមិនកូនចៅទៀតហើយខ្ញុំប្រាប់បងនេះមកឡើងក្មេងក៏និយាយខ្ញុំចំណែនខ្ញុំមានកូន3នាក់ហើយចៅ3ដែរចៅសប្រុសចាហើយកូនច្រើនចាមានញឹកក្នុងការធ្វើកញ្ចក់ព្រោះយើងមិនមែនតែបើយើងទៅធ្វើការអីគេយើងគ្រាន់តែធ្វើហើយយើងដល់ម៉ោងយើងចេញយើងទៅផ្ទះណាតែតែយើងត្រូវធ្វើកដាស្នាមដូចយើងមិនបើកលុយឲ្យគេរាល់អាទិត្យអញ្ចឹងចាយើងធ្វើកដាស្នាមធ្វើអីឲ្យគេកុំឲ្យយឺតយ៉ាវអញ្ចឹងណាចាហើយតែខ្ញុំចូលមកអាជីវកម្មនេះខ្ញុំសម្លឹងឃើញមានអត្ថប្រយោជន៍ច្រើនដូចជា mindset របស់នាងខ្ញុំពីមុនអារម្មណ៍យើងដូចថាយើងគិតអីមិនចេញនេះវាជ្រួលច្បល់ប៉ុន្តែដល់ពេលខ្ញុំចូលមកខ្ញុំឃើញបងប្អូនច្រើនតែមិនមែនតែខ្មែរយើងទេហើយគ្រប់ជនជាតិទាំងអស់គេចូលមកឃើញថាដូចតែអញ្ចឹងហើយលើកទឹកចិត្តខ្ញុំខ្លាំងឲ្យខ្ញុំកាន់តែមានចិត្តចង់ធ្វើឡើងណាហើយចាខ្ញុំរៀនចេះច្រើនពីមុខរបរនេះពីអាជីវកម្មនេះចានឹងហើយនេះចឹងបងដូចថាបងយើងទៅពីមុនយើងចង់បើកហាងមួយយើងចង់ធ្វើ business អីមួយយើងត្រូវទៅរៀននៅដូចបងនិយាយទៅរៀនចឹងចារៀនចេញមកហើយជួនកាលយើងទៅរកការអត់ទាន់មានទេណាបងចាហើយយើងរៀនបដាយើងរកចំណូលបានបដាទៀតហើយដោយមហឹក COVID ដល់ខ្ញុំមិនបិទហាងឡើង3ខែខ្ញុំអត់មានចំណូលទេអាហ្នឹង stress មែនតើបង stress ណាបងថ្លៃ rent ថ្លៃអីយើងនៅតែបងយើងនៅតែបងដដែលបើយើងទោះបីយើងទៅដល់ណាកន្លែងណាក៏យើងអាចយកវាទៅបានអញ្ចឹងឃើញថាវាល្អខ្លាំងបើខ្ញុំចាប់យក
ចា មក នឹង វិញ ហើយ ខ្ញុំវិញខ្ញុំអត់ចង់ទៅធ្វើការវិញដោយសារអីខ្ញុំជឿធ្វើ business ហ្នឹងថាគឺចង់ធ្វើពីផ្ទះហ្នឹងឯងតែខ្ញុំអត់ចង់ត្រឡប់ទៅធ្វើបើយើងទៅធ្វើការឲ្យគេយើងត្រូវដល់ម៉ោងយើងត្រូវចូលហើយបង ចា បើយើងចូល late ចូល ចូល late ម្ដងពីរដងគេអត់ទាន់ថាអីឲ្យយើងគេគ្រាន់កាត់ភ័ណ្ឌយើងដល់ពេលយើងចូលញាប់ពេកគេពីណៃយើងទៀតគេថាឲ្យយើង ចា ឲ្យយើង ហើយ ចាតែ business យើងធ្វើម្ចាស់ខ្លួនឯងយើងចង់ធ្វើស្មានបានក៏បានគ្មានអ្នកណាមកត្រួតយើងហើយបញ្ជាយើងថាអូត្រូវជឿធ្វើម៉ោងនេះត្រូវម៉ោងនេះអត់ទេ ចានឹងឯងដំបងចាប់ផ្ដើមដំបងឲ្យឱកាសខ្លួនឯងឲ្យឱកាសខ្លួនឯងក្នុងការចាប់ផ្ដើមហើយកុំខ្មាស់អៀនហើយកុំយល់ថាមុខរបរមួយនេះវាធ្វើអត់បានទេដោយសារតែមានតែអ្នកដែលជាម្ដាយមិនមែនអ្នកដែលជាម្ដាយជាស្ត្រីដែលទៅអាចធ្វើបានទេមកពីស្ត្រីភាគច្រើនគាត់ចាប់អារម្មណ៍ជាមួយនឹងជីវិតគ្រួសារច្រើនជាងបុរសដោយសារតែត្រូវទទួលខុសត្រូវច្រើនមើលកូនប្រជាជនខ្មែរយើងនៅសាំងស្រុកខ្មែរមួយចំនួនគាត់យល់ថាការងារធម្មតាទេគ្រាន់តែមនុស្សស្រីជាម្ដាយចាំបាច់ត្រូវតែមើលកូនទេប៉ុន្តែច្បាប់អាមេរិកវិញគឺម្ដាយមើលកូនមានន័យថាគាត់ធ្វើការ24ម៉ោងលើ24ម៉ោងទាំងដែលកូននៅក្នុងពោះរហូតដល់កូនអាយុ 3-4 ឆ្នាំចាអញ្ចឹងហើយពួកយើងរវល់ណាស់តែនៅតែត្រូវរកកិច្ចការបន្ថែមដើម្បីធ្វើកុំឲ្យថាអត់មានប្រាក់ចំណូលជួយគ្រួសារអញ្ចឹងយើងចាំបាច់ត្រូវការដោយសារតែយើងជាមនុស្សដែលត្រូវចាយលុយយើងត្រូវការធ្វើម្ហូបអាហារទទួលខុសត្រូវការងារផ្ទះអញ្ចឹងហើយយើងត្រូវការចំណាយលុយយើងត្រូវរកលុយបន្ថែមចាហើយមុខរបរមួយនេះវាអាចជួយយើងច្រើនមែនតើកាលពីមុនដូចស៊ីស៊ីវហេងបាននិយាយអញ្ចឹងថាចង់បានការងារទៅធ្វើពីផ្ទះទេប៉ុន្តែមុខរបរ digital មួយនេះមិនត្រឹមតែធ្វើពីផ្ទះទេទៅដើរលេងក៏បានលុយដែរទៅដើរលេងក៏បានលុយដែរអញ្ចឹងហើយឃើញbusiness partner ជាច្រើនដែលគាត់បង្ហោះថាគាត់ដើរលេងជុំគ្រួសារត្រឡប់មកវិញលុយរត់ចូលបែងគាត់ច្រើនឬមួយក៏គាត់ទៅដើរលេងជុំគ្រួសារហើយគាត់អាច Zoom meeting ជាមួយនឹង business partner around the world ចាដោយពួកខ្ញុំអញ្ចឹងថ្មីត្បិតតែយើងនៅសហរដ្ឋអាមេរិកជាមួយគ្នាមែនតែយើងនៅរដ្ឋខុសៗគ្នាម្នាក់សិតតែបើជិះយន្តហោះវិញក៏3-4-5ម៉ោងទៅខាង Massachusetts ខាងអូនស្រីមុំប្រហែលជា4ម៉ោង5ម៉ោងដែរ direct fly ចាហើយអញ្ចឹងហើយបានជាពួកយើងចាប់ផ្ដើមមុខរបរមួយនេះខ្ញុំក៏ចាប់ផ្ដើមពីការចង់នៅផ្ទះចង់ដើរលេងហើយនៅតែបានលុយចាយើងធ្វើ business ខ្លួនឯងដូនស្រីមុំថាអញ្ចឹងមានកិច្ចការអីយើងបិទហាងពេលខ្លះយើងក៏បានក្នុងករណីណាខ្លះដែលយើងបានលុយធានារ៉ាប់រងពីក្រុមហ៊ុនធានារ៉ាប់រងប៉ុន្តែក៏ស្មុគស្មាញចាស្មុគស្មាញយើងមានរឿងត្រូវគិតច្រើនណាយើងត្រូវធ្វើនេះធ្វើនោះត្រូវបង់បៀលដោយគាត់និយាយចឹងខ្ញុំធ្វើកញ្ចក់ដែរខ្ញុំទៅធ្វើការឲ្យគេអ្នកធ្វើកញ្ចក់នៅស្រុកអាមេរិកគេមិនថាធ្វើការឲ្យគេទេគឺយើងធ្វើការខ្លួនឯងគ្រាន់តែយើងអត់មានហាងចាព្រោះយើងធ្វើការស៊ី%ប៉ុន្តែខ្ញុំអត់ទទួលខុសត្រូវច្រើនដូចគាត់ទេខ្ញុំអត់មានសម្អាតហាងជូតអីអត់មានផេលុយឲ្យអ្នកណាទេខ្ញុំអត់មានប៉ះពាល់ជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងរវល់ជាមួយនឹងទូរស័ព្ទរវល់នឹងបៀលអីទេរវល់នឹងការបង់លុយថ្លៃជួលហាងអីទេគឺខ្ញុំដឹងដល់ម៉ោងខ្ញុំទៅធ្វើពេលខ្លះដល់ម៉ោងខ្ញុំអត់ទាន់ទៅធ្វើទេព្រោះភ្ញៀវខ្ញុំអត់ទាន់ណាត់ខ្ញុំអត់ត្រូវបានទៅអង្គុយចាំភ្ញៀវអីចឹងទៅប៉ុន្តែសម្រាប់គាត់វិញគាត់ជាម្ចាស់គាត់ត្រូវទទួលខុសត្រូវច្រើនជាងខ្ញុំច្រើនដងតែគាត់នៅតែមានពេលមកធ្វើអាជីវកម្មមួយនេះអញ្ចឹងចាហើយបើបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ចង់មានមុខរបរបន្ថែមពេលឥឡូវនេះហើយ 4-5 ឆ្នាំក្រោយទៀតសុំទោសចា 4-5 ឆ្នាំក្រោយទៀតយើងអាច retire យើងអាចចូលនិវត្តន៍អត្រែតនៅតែផ្ទះមើលទៅថែទាំគ្រួសារមើលថែទាំសុខភាពអាចចាប់ផ្ដើមមុខរបរមួយនេះចាអូនទាំងពីរមានអីបន្ថែមទៀតអត់ ដូចមានអីតែខ្ញុំចង់និយាយថាឲ្យបងអូន
ដែលមានការងារធ្វើពេញម៉ោងហើយក៏បាច់ភ័យថាអូធ្វើអត់កើតដែរដោយបងសិមុំអីគាត់មានហាងខ្លួនឯងតែគាត់នៅធ្វើបានពួកអីដោយសារតែយើងមាន system ធ្វើការឲ្យយើង24ម៉ោងដោយបងទីថាំងទៅដើរលេងត្រឡប់មកវិញយើងលុយចូលដោយសារអីដោយសារតែ system ធ្វើការឲ្យយើងអញ្ចឹងហើយយើងអត់ចំណាយពេលច្រើនទេយើងទៅដើរលេងទៅយើងអត់ចំណាយអីច្រើនមកនិយាយទៅ80ទៅ 90%ដែល system ធ្វើការឲ្យយើងចាហើយបានន័យថាយើងចំណាយពេលតែ1ម៉ោងឬ2ម៉ោងអីទេក្នុងការធ្វើនឹងដើម្បីយើងចូលមក training ចូលអីទេដើម្បីធ្វើ business ហ្នឹងអញ្ចឹងបងប្អូនមិនថាអត់មានពេលអត់អាចធ្វើបានបងប្អូនអាច check មើលបានព្រោះខ្ញុំវិញខ្ញុំអត់ចូលចិត្តទៅធ្វើការដោយសារអីបើខែធម្មតា summer អីស្រួលទេយើងបាក់ឡានតែពេលនេះឥឡូវនេះចាប់ដើមចូលតិចឲ្យបងជាពិសេសគឺពេលធ្លាក់ snow នឹងហ្មងគឺខ្ញុំខ្លាចបំផុតគឺយើងចេញពីផ្ទះយើងត្រូវទៅ early បងយើងត្រូវចេញពីផ្ទះ early ជាងហ្នឹងហើយយើងបាក់ឡានទាំងឆ្អឹងគ្រប់កន្លែងចាយើងបាក់ឡានទាំងប្រយ័ត្នហ្មងបងព្រោះយើងខ្លាចល្អិលអីបើយើងល្អិលពេលផ្លូវល្អិលយើងបើកទៅក៏ខ្លាចមានគ្រោះថ្នាក់ដែរទៅគ្រោះថ្នាក់ទៅធ្វើការក៏អត់ទាន់គេទៀតចឹងហើយបើឲ្យព្រលឹមឡើងមកយើងត្រូវដាក់អាឡាមងើឲ្យជាពិសេសខែតិចហ្នឹងងើបអត់គេអត់ចង់ងើបអត់ចង់ចេញពីភួយនិយាយទៅពេលខ្លះមានកូនតូចខ្ញុំពេលមុនផ្លាស់កៅអៅឲ្យគាត់ខ្ញុំសិតតែប្រើ blow hair dryer ប្រដាប់ផ្លុំសក់ហ្នឹងហើយខ្ញុំផ្លុំស្រោមជើងផ្លុំកៅអៅឲ្យគាត់ដើម្បីឲ្យគាត់ក្តៅសិនមុននឹងផ្លាស់ឲ្យគាត់ព្រោះអីវាត្រជាក់ពេកចាត្រជាក់ពេកអាហ្នឹងនៅរត់ខ្ញុំអត់ធ្លាក់តកផងនៅចានៅរត់ខ្ញុំរត់បងស្រីមុំក៏ធ្លាក់តកដែរមែនទេបងចាធ្លាក់តែហ្នឹងហើយធ្លាក់តកឲ្យផ្លូវល្អិលមែនតើបើ snow តិចតិចអត់ស្អីអីប៉ុន្តែយើងនៅតែខ្លាចអាភាពត្រជាក់ហ្នឹងហ្មងនិយាយទៅត្រជាក់មិនត្រជាក់ធម្មតាមិនរំហើយដូចខ្យល់មកទេគឺត្រជាក់មុតយកទៅហ្មងចាត្រជាក់ពេលអើពី3ជាន់ទៅចូលក្នុងឡានបើកឡានក៏ពិបាកបើកដែរហើយខ្ញុំអត់ចង់ធ្វើទេហើយអញ្ចឹងហើយបានខ្ញុំជ្រើសរើសធ្វើ business ហ្នឹងឯងស្រួលមែនតើយើងងើបមកទាំងពេជ្រម៉ាក៏យើងអាចធ្វើបានដែរចឹងហើយបើបងប្អូនមានចំណាប់អារម្មណ៍ព្រោះឥឡូវចិត្តចូលខែត្រជាក់ទៀតហើយចាចង់ផ្លាស់ប្ដូរខ្លួនឯងចង់ធ្វើការនៅផ្ទះអីហ្នឹងបងប្អូនអាចចូលមក check មើលបានព្រោះបងប្អូនអាច check មើលទៅនៅក្នុងwebsite ខ្ញុំហ្នឹងឬមួយក៏បងសុទ្ធីបងស្រីមុំអីហ្នឹងចាចូលទៅ check មើលទៅពួកយើងមាន free សិក្ខាសាលា90នាទីជូនបងប្អូនមើលដោយអត់គិតថ្លៃទេបើបងប្អូនអត់ហ៊ានចូលទៅក្នុង website ពួកខ្ញុំទេបងប្អូនអាចផ្ញើសារមកពួកខ្ញុំបានចាពួកខ្ញុំនឹងរីករាយនឹងឆ្លើយតបហើយនឹងផ្ដល់ព័ត៌មានបន្ថែមជូនបងប្អូនទៀតអូខេបងស្រីមុំបងមានអីបន្ថែមតិចទៅកុំឲ្យយូរពេកចិត្តកន្លះម៉ោងនេះខ្ញុំចុងក្រោយនេះខ្ញុំចង់និយាយថាចង់លើកទឹកចិត្តបងប្អូនដែលគាត់នៅខ្លាចនៅភ័យខ្លាចថាពួកយើង scam អត់ទេចង់ដឹងច្បាស់បងប្អូនចូលមកcheck មើលហើយត្រូវឲ្យបើកឱកាសឲ្យខ្លួនឯងណាកុំឲ្យវាហួសពេលចាប៉ុណ្ណឹងឯងបើអ្វីដែលបើយើងមិនសាកទេធ្វើមកយើងដឹងយើងគ្រាន់តែឮមិនដូចយើងមកផ្ទាល់ទេចាអញ្ចឹងហើយបើចង់ដឹងច្បាស់បងប្អូនចូលមកcheckមើលអត់មានអីត្រូវខាតបងទេចាតែប៉ុណ្្នឹងឯងពេលវេលាដើរលឿនណាបងមួយឆ្នាំលឿនមែនតើមើលតន់អីនេះបើចិត្តដាច់ឆ្នាំទៀតហើយបងដាច់ឆ្នាំចាមួយឆ្នាំលឿនណាខ្ញុំគិតថាខ្ញុំក៏ឃើញមុខរបរនេះតាំងពីឆ្នាំ2019 2020មកក៏ខ្ញុំធ្វើដែរខ្ញុំអត់ចាំបាច់ទៅធ្វើកញ្ចក់អីទេខ្ញុំចាប់ផ្ដើមពីការធ្វើកញ្ចក់ដំបូងខ្ញុំទៅធ្វើឆ្ងាយបើកឡាន45នាទីទៅ45នាទីមកព្រឹកឡើងចឹងដឹកកូនទៅហើយល្ងាចឡើងត្រឡប់មកវិញហើយយើងត្រឡប់មក digital business នៅយើងវិញនេះដោយសារតែដោយបងប្អូននិយាយថាមុខរបរមួយនេះវាឲ្យអត្ថប្រយោជន៍យើងច្រើនតាមពីដោយខ្ញុំដែរខ្ញុំចាប់ផ្ដើមមុខរបរមួយនេះខ្ញុំចាប់ផ្ដើមចូលចិត្តដោយយើងមានចម្រុះជាតិសាសន៍ហើយយើងក៏ global វាទូទាំងសកលលោកជាមុខរបរស្របច្បាប់ហើយគ្រប់គ្នាពួកយើងទាំងអស់គ្នាសិតតែមានរឿងមានបញ្ហាក្នុងជីវិតពេលខ្ញុំរស់នៅអត់ទាន់មានមុខរបរមួយនេះខ្ញុំលក្ខណៈថា stress កំសត់អញ្ចឹងអត់មានមនុស្សឲ្យនិយាយរយពេលខ្លះអត់មានអ្វីឲ្យធ្វើច្រើនហើយពេលខ្ញុំចាប់ផ្ដើមមុខរបរអនឡាញមួយនេះវាបង្រៀនតាំងពីយើងផ្លូវចិត្តបង្រៀនឲ្យយើងទីមួយខ្ញុំចាប់ផ្ដើមពីមានការធ្វើមុខរបរអនឡាញមួយនេះធ្វើឲ្យខ្ញុំមានសុខភាពល្អហើយនឹងមានបងប្អូនឬមួយក៏គ្រួសារនៅជុំគ្នាមានសុខភាពល្អ
ចាប់ផ្ដើមពីការរស់នៅមានសុខភាពរាងកាយល្អហើយនិងសុខភាពផ្លូវចិត្តល្អខ្ញុំចូលចិត្តមុខរបរនេះមែនតើទោះបីខ្ញុំអត់ទាន់បានប្រាក់ចំណូលខ្ពស់ពីព្រោះតែមានបងប្អូនជាច្រើនដែលគាត់សួរថាយើងធ្វើការអនឡាញហ្នឹងបានមួយខែប៉ុន្មានហើយនេះជាសំណួរអ្នកដែលធ្វើការឲ្យគេមិនមែនជាអ្នកដែលធ្លាប់ធ្វើអាជីវកម្មទេពីព្រោះតែអ្នកដែលគាត់ចង់ធ្លាប់ធ្វើអាជីវកម្មគាត់ប្រកាសជាគិតថាអ្នករស់ស៊ីយើងតើទៅធ្វើការទៅរកបានមែនទេបើយើងអត់ធ្វើការផងយើងអត់អាចរាប់ម៉ោងរាប់ថ្ងៃរាប់ខែបើកលុយបានទេចាហើយមុខរបរមួយនេះគឺចាប់ផ្ដើមពីអត់ទាន់បានប្រាក់ចំណូលប្រចាំខែមែនបានប្រាក់ចំណូលយូរម្ដងក៏ប៉ុន្តែវាចាប់ផ្ដើមពីមានសុខភាពរាងកាយហើយនឹងផ្លូវចិត្តល្អធ្វើឲ្យខ្ញុំរីករាយច្រើនធ្វើឲ្យខ្ញុំហ៊ាននិយាយហើយខ្ញុំមានសង្ឃឹមអ្វីដែលសំខាន់នោះគឺសង្ឃឹមចាធ្វើឲ្យខ្លួនឯងមានសង្ឃឹមខ្ពស់ថានឹងបានរិទ្ធាយនឹងបានចូលនិវត្តន៍លឿនបំផុតចាមិនចាំបាច់ដល់អាយុ60ជាងទេមិនចាំបាច់ដល់អាយុ60ឬក៏62នៅអាមេរិកនេះ62ឆ្នាំមែនទេអូនបាទឥឡូវគឺថាឡើងទៀតណាបងចា62ហ្នឹងបានតែដូចជា 75% ទេបើចង់បានឡើងដល់65ឥឡូវ67 68ចាឥឡូវឡើងទៀតហើយពីមុនត្រឹម55ទេតែឥឡូវឡើងរហូតចា57អូន57បាន 100% អញ្ចឹងហើយបើបងប្អូនប្រជាជនខ្មែរយើងទាំងអស់នៅខ្ញុំបានឃើញនៅសហរដ្ឋអាមេរិកនេះពួកយើងសុទ្ធតែធ្វើការមួយអាទិត្យ7ថ្ងៃ business owner គឺធ្វើការមួយអាទិត្យ7ថ្ងៃមួយថ្ងៃ15ម៉ោងចា12ម៉ោងទៅ15ម៉ោងដោយអូនស្រីមុំថាអញ្ចឹងម៉ោងបិទហាងហើយនៅសល់ការងារអត់ទាន់រួចអញ្ចឹងហើយត្រូវតែនៅធ្វើបន្តមានន័យថាហ្នឹងយើងក៏កំពុងតែធ្វើ business ដូចគ្នាដែរហើយបងឈឺអត់ហ៊ានឈប់ទេចាហ៊ានឈឺអត់ហ៊ានឈឺអត់ហ៊ានឈឺហ្មងអត់ហ៊ានឈឺខ្ញុំដឹងឈឺអត់ហ៊ានឈប់ទេអត់ហ៊ានហ្មងព្រោះតែទៅឈប់យើងត្រូវខាតចាយើងអត់ហ៊ានបិទហាងបិទអីទេហើយចង់ទៅដើរលេងហ្នឹងតើតែគិតទុកចាតែមកមុនថាចង់ទៅណាទៅសម្រាប់ថាបិទនឹងបិទអត់ហ៊ានបិទយូរទៀតបិទទៅមានកំណត់ទៀតថាអូមួយអាទិត្យឬមួយក៏អីទៅអត់ហ៊ានទេមួយអាទិត្យហ្នឹងត្រូវគិតឲ្យបានច្រើនទៅសំលួចទុកបានច្រើនតិចដើម្បីយកមកទុកឲ្យរយៈពេលដែលយើងឈប់ហ្នឹងណាបងចាអូខេយើងដូចច្រើនម៉ោងដូចច្រើនម៉ោងហើយអញ្ចឹងខ្ញុំ online ណាកុំឲ្យវែងពេកបងប្អូនចង់និយាយទៅធ្វើ business នេះចង់កាត់ stress reduce stress បានល្អធ្វើ business នេះគឺល្អបងចាខ្ញុំ business នេះជាបងដល់ឲ្យយើងទាំងអីសុខភាពទាំងសុខភាពទាំងចំណេះដឹងហើយនិយាយទៅថាបានទាំងចំណូលសុខភាពចំណេះដឹងហើយនឹងមិត្តចាមានមិត្តមានមិត្តល្អច្រើន around the world មិត្ត around the world ខ្ញុំអត់សូវមានមិត្តភក្តិទេចាហើយទៅយើងអាចនិយាយទៅយើងបើយើងទៅធ្វើការនៅគ្រាន់ណាបងតែបើយើងអត់ហើយយើងនៅផ្ទះយើងធ្វើការងារទេហើយយើងមានអារម្មណ៍ថាយើង stress ព្រោះយើងគិតច្រើនណាយើងគិតថាយើងត្រូវចាយវាអីខ្លះចំណូលយើងត្រូវយកតាមណាយើងត្រូវគិតរកវិធីផ្សេងទៀតគិតច្រើនមែនតើប៉ុន្តែដល់ពេលធ្វើ business នេះគឺយើងផ្ដល់ឲ្យយើងច្រើនមែនតើរៀនពង្រឹងស្មារតីយើងឲ្យយើងមានភាពក្លាហានហើយយើងរៀនចំណូលបានចំណេះច្រឡំចំណូលចំណេះគឺយើងរៀនចំណេះបានច្រើនមែនតើពីអាជីវកម្មហ្នឹងពីមុនស្អីក៏ចេះឥឡូវចំណេះបានច្រើនមួយឆ្នាំពីរឆ្នាំទៀតគឺចំណូលច្រើនខ្ញុំឃើញមួយរបស់ខ្ញុំនិយាយពីមុនយើងអត់សូវចេះនិយាយទេបងយើងអត់ហ៊ានទេកុំថាមកអង្គុយ live ចឹងគឺមិនតែចង់ចុចផុសរូបមួយស្លឹកហ្នឹងគិតមើលសិនតើរូបហ្នឹងគួរផុសឬក៏អត់ផុសឬអត់ចាគិតមើលសិនអត់ហ៊ានផុសទេតែឥឡូវអត់ខ្វល់ថតឡើងណាផុសឡើងហ្នឹងទឹកឡើងដឹងតែកាន់ទូរស័ព្ទមកថតមានអីតិចថតមានអីតិចថតចាហើយគឺនិយាយទៅ mindset គឺព្រៀនយើងល្អមែនតើឲ្យយើងមានស្មារតីរឹងមាំហើយយើងហ៊ានតែយើងហ៊ានពីមុនយើងអត់ហ៊ានចេញទៅសង្គមយើងយកហ៊ានផ្សព្វផ្សាយចឹងណាព្រោះថាពេលយើងផុសទៅអ្នកណាក៏មើលយើងឃើញដែរចឹងយើងអត់ហ៊ានទេប៉ុន្តែនេះវិញតែឥឡូវវិញមិនស្មារតីយើងគឺព្រៀនឲ្យយើងរឹងមាំយើងហ៊ានចេញទៅសង្គមខាងក្រៅ share បទពិសោធន៍អីចឹងពីមុនគ្មានទេដឹងតែខ្លួនឯងនឹងឯងអត់ហ៊ានព្រោះថាយើងខ្មាស់យើងអៀនច្រើនណាប៉ុន្តែអត់ទេ business នេះគឺល្អមែនតើបើបងប្អូនចាប់អារម្មណ៍បងប្អូនអាចចូលមក check មើលបានទៅចង់ពង្រឹងស្មារតីខ្លួនឯងចង់ភូសខ្លួនឯងឲ្យចេញពីអាកន្លែងសុខស្រួលនោះទៅឡើងទៅលើខ្ពស់កម្រិតមួយកម្រិតទៀតឈានទៅខ្លាំងបងប្អូនអាចចាដូចចង់ស្បានសម្រេចក្តីសុបិនខ្លួនឯងថាអូខ្លួនឯងចង់ថាគិតថាទៅថ្ងៃមុខចង់បានអីចង់បានផ្ទះឬមួយចង់ដើរទេសចរគ្រប់ទីកន្លែងដោយអត់បារម្ភចាបងប្អូនអាចចូលមក check មើលបាន
ចា នេះស្រី ហ្នឹង គឺល្អមែនតើអូខេបងណា3ម៉ោង35នាទីមីនិត 5 អូខេ ពេកចាអរគុណ ជួយជ ច្រើន ម្រាបលាផង ចាអរគុណ ណា អូន អូខេ អរគុណaudience ទាំងអស់គ្រប់ page ដែលបានចូលមើលបាយបាយ បាយបាយបងប្អូនទាំងអស់គ្នាអរគុណច្រើនជម្រាបលា ចាជម្រាបលា